ក្នុងរយៈពេលប្រមាណទសវត្សរ៍កន្លងមកនេះតម្រូវការទីផ្សារបានដើរតួនាទីក្នុងការផ្លាស់ប្ដូរប្រព័ន្ធផលិតកម្មដំណាំកសិកម្មនៅតំបន់ខ្ពង់រាបខេត្តបាត់ដំបងក៏ដូចជានៅតំបន់ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជាកត្តាទាំងនេះជំរុញឲ្យមានការផ្លាស់ប្ដូរពីប្រព័ន្ធដំណាំចម្រុះទៅជាដំណាំឯកបកម្មនៃដំណាំឧស្សាហកម្មរយៈពេលខ្លីដូចជាពោតនិងដំឡូងមីដែលឡែកនៅតំបន់ទំនាបដែលមានប្រព័ន្ធស្រោចស្រពក្នុងផលិតកម្មដំណាំស្រូវគឺបានពឹងផ្អែកទាំងស្រុងទៅលើហេដ្ឋារចនាសម្ព័ន្ធយន្តវិនិយោគកម្មការប្រើប្រាស់ធាតុចូលកសិកម្មកាន់តែច្រើនឡើងផ្ទុយមកវិញនៅតំបន់ទំនាបដែលអាស្រ័យលើទឹកភ្លៀងវាលស្រែធំល្វឹងល្វើយត្រូវបានទុកចោលឲ្យនៅទំនេរបន្ទាប់ពីប្រមូលផលរួចហើយកាកសំណល់ស្រូវមួយចំនួនត្រូវបានដុតចោលនៅរដូវប្រាំងការធ្លាក់ចុះភាពចម្រុះនៃដំណាំរួមទាំងពពួកសណ្ដែកព្រមជាមួយនឹងកង្វះវិធានការគ្រប់គ្រងជីជាតិដីសមស្របបង្កឲ្យប្រព័ន្ធផលិតកម្មដំណាំបាត់បង់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនិងហានិភ័យទីផ្សារការធ្លាក់ចុះជីជាតិដីទន្ទឹមនឹងកំណើនការប្រើប្រាស់ជីនិងថ្នាំគីមីកសិកម្មបានបង្កក្តីបារម្ភអំពីសុវត្ថិភាពចំណីអាហារបំពុលបរិស្ថាននិងហានិភ័យសេដ្ឋកិច្ចដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះជីជាតិដីនិងការថយចុះភាពចម្រុះនៃមុខដំណាំទាំងនៅក្នុងផលិតកម្មដំណាំតំបន់ខ្ពង់រាបនិងតំបន់ទំនាបដំណាំគម្របដីជាច្រើនប្រភេទត្រូវបានផ្សព្វផ្សាយដល់ប្រជាកសិករដំណាំគម្របដីទាំងនោះផ្ដល់នូវសារៈប្រយោជន៍ជាច្រើននៅក្នុងការស្ដារឡើងវិញនូវសុខភាពដីបង្កើនជីវៈចម្រុះនិងពង្រឹងភាពធន់របស់កសិករទៅនឹងការប្រែប្រួលអាកាសធាតុនិងហានិភ័យទីផ្សារតាមរយៈភាពជាដៃគូរវាងអគ្គនាយកដ្ឋានកសិកម្មមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិស៊ីរ៉ាតដែលមានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍនានាមជ្ឈមណ្ឌលឧត្តមភាពកសិអេកូឡូស៊ីនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Swiss Contact នាយកដ្ឋានផ្សព្វផ្សាយកសិកម្មមន្ទីរកសិកម្មខេត្តបាត់ដំបងនិងព្រះវិហារអង្គការ HEC និងសម្ព័ន្ធកសិកម្មអភិរក្សនិងប្រព័ន្ធវប្បកម្មដោយនិរន្តរភាពកាសិកបានបន្តលើកកម្ពស់ការដាក់បញ្ចូលដំណាំគម្របដីដែលជាសមាសធាតុដ៏សំខាន់មួយនៃការជំរុញដំណើរការកសិកម្មអភិរក្សនៅក្នុងប្រព័ន្ធផលិតកម្មដំណាំរបស់ប្រជាកសិករតែចង្វាក់ផលិតកម្មគ្រាប់ពូជដំណាំគម្របដីត្រូវបានបង្កើតឡើងក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះដោយប្រមូលផ្ដុំដៃគូអភិវឌ្ឍតួអង្គទីផ្សារក៏ដូចជាសមាគមកសិករដើម្បីគ្រប់គ្រងដល់ការធ្វើពាណិជ្ជកម្មគ្រាប់ពូជដំណាំគម្របដីឲ្យកាន់តែទូលំទូលាយតាមរយៈដំណើរការនេះប្រភេទដំណាំគម្របដីចំនួន15ប្រភេទត្រូវបានចុះបញ្ជីជាដំណាំជាតិដោយអគ្គនាយកដ្ឋានកសិកម្មតាមរយៈនាយកដ្ឋានពូជដំណាំដើម្បីការពាររុក្ខជាតិនិងសិទ្ធិអ្នកបង្កើតពូជរុក្ខជាតិដំណាំគម្របដីមានសមត្ថភាពស្ដារសុខភាពដីឡើងវិញជំរុញវដ្តសារធាតុចិញ្ចឹមតាមរយៈប្រព័ន្ធឫសជ្រៅរបស់វាចាប់យកអាសូតកែលម្អទម្រង់ដីទប់ស្កាត់ការហូរច្រោះនិងបង្កើនបរិមាណសារធាតុសរីរាង្គដីព្រមទាំងជួយកាត់បន្ថយការកើនឡើងកម្ដៅផែនដីដើម្បីឲ្យការអនុវត្តកសិកម្មអភិរក្សបានកាន់តែទូលំទូលាយការទទួលបាននៅគ្រាប់ពូជដំណាំគម្របដីដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យដោយមិនមានការលាយឡំជាមួយគ្រាប់ស្មៅចង្រៃឬជំងឺគឺជារឿងចាំបាច់ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ពូជដំណាំគម្របដីនិងដើម្បីផលិតគ្រាប់ពូជឲ្យមានគុណភាពល្អយើងបានណែនាំឲ្យកសិករផលិតគ្រាប់ពូជតាមប្រព័ន្ធធានាគុណភាពគ្រាប់ពូជដំណាំដោយផ្ដោតលើជំហានសំខាន់ៗដូចជាទី1កសាងជំនាញបច្ចេកទេសដល់កសិករផលិតគ្រាប់ពូជដំណាំគម្របដីតាមរយៈការបណ្ដុះបណ្ដាលការបង្ហាញនៅទីវាលផ្ទាល់ចាប់តាំងពីការជ្រើសរើសចម្ការដាំដុះរហូតដល់ប្រមូលផលនិងក្រោយប្រមូលផលទី2ក្រុមការងារក៏បានធ្វើការតាមដានជាប្រចាំនៅចម្ការរបស់កសិករដើម្បីផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងដើម្បីធានាថាកសិករដែលផលិតគ្រាប់ពូជបានអនុវត្តយ៉ាងត្រឹមត្រូវនៅជំហានបច្ចេកទេសដែលមានចែងក្នុងសេចក្តីណែនាំរបស់ប្រព័ន្ធធានាគុណភាពគ្រាប់ពូជដំណាំទី3ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានពូជដំណាំក៏បានមកចុះត្រួតពិនិត្យចម្ការផលិតពូជនៅក្នុងដំណាក់កាលចេញផ្កា
ដើម្បីធានាបាននូវភាពសុទ្ធនៃក្របពូជដំណាំនិងទប់ស្កាត់ការលាយឡំពីប្រភេទដំណាំផ្សេងៗក៏ដូចជាស្មៅចង្រៃនិងជំងឺហាមឃាត់នានាខ្ញុំឈ្មោះឈុតស្រីម៉ៅដាំដំណាំគម្របដីជាក្រុងស្វាស្លឹកធំហើយដាំរយៈពេល5ឆ្នាំបន្ទាប់ពីបានចូលរៀនវគ្គបដបដាតាមស្តង់ដារមកខ្ញុំអាចទទួលបានចំណេះដឹងបន្ថែមកាលពីមុនយើងធ្វើស្មៅមិនក៏មិនតាមតាណាអញ្ចឹងណាដល់ពេលយើងចូលរៀនវគ្គបដបដាទៅយើងអាចដឹងទៅយើងអាចថាក្នុងចកាយើងមិនមានស្មៅណាដែលយើងសម្អាតមិនអស់អីយើងដើរសម្អាតគាត់ស្អាតនិយាយមកស្អាតបដ យើងនិយាយមកស្អាតមិនមកស្អាតដើម្បីឲ្យក្របពូជយើងវាល្អកុំឲ្យវាមានលេខក្របស្មៅដើរកាត់ដើរបោចពួរបោចអីស្អាតចឹងមកបច្ចុប្បន្នសហភាពយើងបានយើងមានកិច្ចសន្យាចាកសិកម្មការដាំក្របពូជដំណាំគ្រាប់ដីនឹងនៅជាមួយកសិករនៅខាងស្រុករតនមណ្ឌលដែលយើងមាន3ប្រភេទពូជទី1មានចក្រង់ស្វាស្លឹកតូចចក្រង់ស្វាស្លឹកធំនិងស្នោគោកចាសម្រាប់នាងខ្ញុំជាតំណាងកសិករស្រាប់ខ្ញុំគិតថាបើសិនជាយើងមានក្របពូជមួយដែលមានភាពសុទ្ធល្អចាវាធ្វើឲ្យអត់ប៉ះពាល់ទីមួយមានន័យថាកសិករទិញពីសហភាពទៅវាអត់បន្ថែមស្មៅចង្រៃទៅលើស្រូវចាហើយមួយទៀតធ្វើឲ្យកសិករដែលគាត់ទិញទៅនឹងមានន័យថាគាត់អាចប្រើពូជតិចបើសិនជាយើងពូជនឹងវាលាយស្របស្មៅច្រើនអីច្រើនមានន័យថាកសិករគាត់យកទៅដាំនឹងមានន័យថាគាត់ត្រូវចំណាយពូជច្រើនដើម្បីដាំចាអញ្ចឹងមួយទៀតវាធ្វើឲ្យប៉ះពាល់ដល់ទីផ្សារដែរបើសិនជាពូជមិនសុទ្ធគឺយើងលក់ទៅទីផ្សារគេទិញយើងម្ដងគេឈប់ទិញតែបើសិនជាពូជយើងសុទ្ធល្អមានន័យថាអ្នកដែលទិញហើយគេនឹងមកទិញពីសហភាពបន្តទៀតក្រោយពីកសិករបានទទួលវគ្គបណ្ដុះបណ្ដាលពីប្រព័ន្ធធានាគុណភាពក្របពូជមកហៅកាត់ថាប្រព័ន្ធ QDS មើលឃើញថាកសិករគាត់ចេះថែទាំបានស្អាតជាងមុនចាចេះសម្អាតវេចខ្ចប់ចាមួយទៀតធ្វើឲ្យគុណភាពក្របពូជនឹងមានគុណភាពកាន់តែល្អប្រសើរឡើងក្នុងនាមខ្ញុំជាតំណាងឲ្យសហភាពខ្ញុំគិតថាយើងនៅតែបន្តមានន័យថាបន្តធ្វើកិច្ចសន្យាទិញក្របពូជពីកសិករដែលមានគុណភាពមួយដែលល្អហើយបន្តមកយើងនឹងចែកចាយមិនត្រឹមតែនៅខេត្តបាត់ដំបងទេយើងនឹងអាចចែកចាយនៅតំបន់ផ្សេងជាសមាជិកសហភាពឬមិនមែនជាសមាជិករបស់សហភាព